មករយៈនេះមានបងប្អូនត្រូវបានគេ hack Facebook account Telegram account Gmail account ត្រូវបានគេ hack game hack អីហ្នឹងបាទអញ្ចឹងបងប្អូនខ្ញុំគ្រាន់តែចង់ផ្ដាំបងប្អូនទេអញ្ចឹងបើសិនជាបងប្អូនធ្លាប់លេងឆាតមួយមិត្តភ័ក្តិណាមួយដែលយើងស្និទ្ធស្នាលក៏ដោយបើសិនជាឃើញទម្រង់បែបនេះណាឃើញគេផ្ញើជា link មកបែបនេះទម្រង់ជា link បែបនេះហើយមានគេដាក់ file លក្ខណៈ file exe ហ្នឹងបាទចាំបងប្អូនសូមប្រុងប្រយ័ត្នឲ្យមែនតើកុំចុចទៅលើវាបើសិនជាឃើញទោះបីស្គាល់គ្នាក៏ដោយព្រោះបើសិនតែចេញបែបនេះបានន័យថាមិត្តភ័ក្តិបងប្អូននឹងត្រូវបានគេ hack Telegram របស់គាត់បាត់ទៅហើយអញ្ចឹងគេនឹងផ្ញើអ្នកដែលមាន friend មួយគ្នាទាំងអស់គេនឹងផ្ញើ file បែបនេះទៅហើយបើបងប្អូន click ទៅលើវាដូចយើង install ចឹងដែរបាទ install តឡើងមកដូចតឡើងមេរោគចឹងឯងបាទណាតឡើងមេរោគចូលមកគឺយើងអត់ដឹងថាគោលបំណងចង់បានអីទេមិនដឹងថាគេចង់ hack Telegram គេចង់ hack ចូលយកលុយក្នុងកងធនាគារអត់ដឹងថាគេត្រូវ hack អីទាំងអស់ព្រោះអត់ច្បាស់និយាយខ្លីអាម៉ាត់ឲ្យតែយើងតឡើងដូចយើងតឡើងមេរោគរបស់ scammer អញ្ចឹងបាទរបស់ពួកអ្នក hack ពួកអ្នកអីហ្នឹងអញ្ចឹងតែគេយើងតឡើងយើងមិនដឹងថាគេដាក់អីក្នុងហ្នឹងទេអញ្ចឹងមកឃើញតម្រងបែបនេះសូមបងប្អូន share ជាបន្តប្រាប់បងប្អូនបន្ថែមទៀតបន្តគ្នាបាទបើឃើញវីដេអូគេចែករំលែកពីពាក់ព័ន្ធនឹងបញ្ហាបែបហ្នឹងជួយ share គ្នាទៅបាទដើម្បីកុំឲ្យមានបងប្អូនពូមីងរបស់យើងពុកម្ដាយរបស់យើងត្រូវបានគេ hack ត្រូវបានគេscam អញ្ចឹងទៅបាទអញ្ចឹងវីដេអូនឹងមានប៉ុណ្្នឹងហើយសម្រាប់បងប្អូនដែលគាត់លេង game ឬគាត់អីហ្នឹងគឺខ្ញុំសូមផ្ដាំបន្ថែមបន្តិចទៀតពាក់ព័ន្ធមួយរឿង link ជាភាសា link 8 10បូកហ្នឹង Telegram ណាកុំចង់ដឹងចង់យល់អីឃើញលុបចោលទៅព្រោះខ្លះវាដាក់ជាលក្ខណៈ bot ទេរឿងបែកធ្លាយយើងទៅយើងចូលមើលពុបជាលក្ខណៈ start bot ចុច start bot ហ្នឹងស្មើនឹងយើងឲ្យវាមានសិទ្ធិនៅក្នុងការគ្រប់គ្រង Telegram របស់យើងបាត់ទៅហើយណាចឹងសូមប្រុងប្រយ័ត្នចំពោះអាគេ link គេ free skin free លុយ free នេះ free នោះជាលក្ខណៈ link ឲ្យយើងចូលទៅធ្វើតាមគេហ្នឹងគឺសត្វតែគ្រោះថ្នាក់ទាំងអស់ឃើញតម្រងបែបហ្នឹងត្រូវលុបចោលត្រូវ clear ចោលទៅណាកុំឲ្យប៉ះពាល់វាអីបើសិនជាបងប្អូនអត់ប្រយ័ត្នមានការបាត់បង់ខ្លួនឯងគឺយើងខាតគ្រប់យ៉ាងទាំងអស់ណាបើគេគ្រប់គ្រង Telegram របស់យើងបានគ្រប់គ្រង Facebook របស់យើងបានគឺគេត្រូវយកទិន្នន័យរបស់យើងយកនេះយកនោះ game អីក៏បាត់លុយអីក៏បាត់អញ្ចឹងណាអញ្ចឹងប្រយ័ត្នប្រយែងទាំងអស់គ្នាគ្រាន់តែខ្ញុំចែករំលែកប៉ុណ្្នឹងទេព្រោះដោយសារឃើញមួយថ្ងៃនេះមានអ្នកឆាតថាគាត់ច្រឡំចូល link រឿងអញ្ចឹងទៅគឺ start bot របស់គេទៅគឺគេយក account របស់គាត់យកអីចឹងទៅ Facebook ឬក៏ Telegram អីចឹងទៅណាអញ្ចឹងគ្រាន់តែខ្ញុំចង់បញ្ជាក់តែប៉ុណ្្នឹងទេបាទអរគុណ